สบายใจปลุกខ្ញុំអត់គិតថាខ្ញុំបានដើរកើតឡើងវិញហ៎ ជាង10ថ្ងៃគាត់ក៏អាចចម្រើនបាន ខ្ញុំឈ្មោះសំកញ្ញា អាយុបានហើយបង អាយុ47ឆ្នាំ ចាចាបងមានបញ្ហាអីចា ចាខ្ញុំស្ពឹកដៃស្ពឹកជើងមកខាងខ្លួន ខាងណាបង ខាងឆ្វេងអូន ចំមុនតែស្ពឹកហ្នឹងដោយសារអីដែរបង ដោយសារខ្ញុំទៅពេទ្យគេថាយើងគៀបទៅសៃឈាមខួរក្បាល គៀបសរសៃឈាមបងណា ចា ចាមុនព្យាបាលពិបាកមិនខ្លះទៅបង មុនព្យាបាលខ្ញុំទុនកម្រើកអត់រួចតើតមានអ្នកលើក ចា រៀបានងើបរួចបានរួចជំនិចតែខ្ញុំអង្គុយក៏អង្គុយអត់កើតដែរអូន ចា គេលើកអង្គុយហើយក៏អង្គុយអត់មានលំនឹងដែរ ហើយជាង10ថ្ងៃនេះមិនទៅបងតើវាខុសពីមុនព្យាបាល ខុ មិន ស ទៅ ពីមុនព្យាបាលអូនខ្ញុំមកបាន6ថ្ងៃខ្ញុំទៅវិញខ្ញុំអាចគួរសារដាក់ឲ្យយើងអង្គុយទៅទប់យើងទប់ទៅយើងអាចយល់ជើងបានខ្លះ ចាបងមិនទៀតទៅបង ពីភាសាឥឡូវខ្ញុំអាចឈរឲ្យខ្ញុំដើរនៅផ្ទះអីដើរបាក់បាន10ជំហានខ្លះដែរ អេច្រើនបង ច្រើនអូន ចា ពីមុនមកនឹងចេញពីពេទ្យលោកសង្ឃមកខ្ញុំគិតថាខ្ញុំគ្មានសង្ឃឹមថាខ្ញុំបានប៉ុណ្ណេះទេ ចាឥឡូវអារម្មណ៍មិនដែរចាឥឡូវអារម្មណ៍នេះអារម្មណ៍ពងតែមានអារម្មណ៍មិនដែរនៅពេលដែលយើងជ្រើសរើស សប្បាយចិត្តពេលដែលជ្រើសរើសពេទ្យត្រូវហ្នឹងគឺសប្បាយចិត្តព្រោះខ្ញុំអត់គិតថាខ្ញុំបានដើរកើតឡើងវិញផង ចាបង ចា ចាហើយមានអីផ្ដាំផ្ញើទេទៅកាន់អ្នកជំងឺប្រភេទដូចបងចា ចង់ផ្ដាំផ្ញើទៅមានបងប្អូនសាច់ញាតិណាដែលថាមានជំងឺដូចខ្ញុំឲ្យមកព្យាបាលនៅមន្ទីរ មិនទីពេទ្យហ្វីសូខេម ហ្វីសូខេមដូចខ្ញុំមក ចាបងពូ បាទ ឥឡូវសូមចំណាប់អារម្មណ៍ពីពូបានបន្តិច បាទ ចំណាប់អារម្មណ៍ហ្នឹងចង់សួរពូថាចេះមានអារម្មណ៍បែបណានៅពេលដែលឃើញបងស្រីគាត់ប្រសើរបែបហ្នឹង ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយពីព្រោះដោយគាត់បាននិយាយកន្លងមកអញ្ចឹងមុននឹងមកពេទ្យពីសុខេមនេះគាត់អត់អាចសម្រាប់ខ្លួនបានគាត់ទុនតែមកដល់នេះបានរយៈពេលប្រហែលជាជាង10ថ្ងៃគាត់ក៏អាចសម្រាប់បានដើរបានខ្លះហ្នឹង អត់អីអញ្ចឹងពូអរគុណច្រើនពូអរគុណច្រើនមែនតើពូ